ดายเลยลองใจมาประมาณเนี่ยได้อ่ะจังเราอาจเมื่อมีหน่อยให้กำลังบ้านจ้างพี่บ้าพี่จ๊ะในตาปัวอันให้คะแนนมามินกาไอตาយើងធ្វើការនៅទីនេះអស់រយៈពេលជាច្រើនខែច្រើនឆ្នាំហើយរឿងប្រាក់បៀវត្សវិញគឺมันបានឡើងសោះខ្ញុំកំត្រកំណត់វិបាលនិយាយត្រូវណាស់ខ្ញុំមិនយល់ស្របជាមួយពួកឯងទេលោកថកែនោះកំរិះណាស់100%គាត់ប្រកាសជាមិនដំឡើងប្រាក់ខែឲ្យពួកយើងទេពេលចាស់លោកពោថាចង្កាមួយបាច់គេកាត់មិនបាក់បើយើងតែម្នាក់គេបំបាក់បានណាលោកបងកើតចថៃនោះលោកតកែលោកតកែលោកតកែញៀវចូលសួស្ដីអញ្ជើញមកប្រហែលអ្នកដែរនេះសូមអញ្ជើញមើលមេនុយយកជើបគោមួយបានសូមរងចាំបន្តិចណាញៀវចូលនោះទៀតនោះបងអូនប្រុសអញ្ជើញមកប្រហែលអ្នកដែរមកតែឯងចង់ញ៉ាំអ្វីនេះមេនុយបងអូនអាចកំងបានញ៉ាំបាយតែមកមួយបងបន្តិចទៀតបងនឹងយកមកជូនសូមរងចាំញៀវចូលឡាតិចមើលសួស្ដីលោកលងចេញមកប្រហែលអ្នកដែរមកតែមកតែម្នាក់ឯងទេអញ្ចឹងលោកអាចមើលមីនុយហើយកំងបានចាយកមីខគោមួយមីខកូមែនទេលោកបាទចាប់ភេសជ្ជៈវិញនោះលោកត្រូវការកំងអ្វីដែរចាអត់ទេចាអរគុណលោកសូមរងចាំ15នាទីលោកអូសុខសប្បាយទេនោះចាសុខសប្បាយមិនដែរអនឡាញនឹងលក់ដូរមិនដែរមានអីបងតែដល់បងឯងយើងឆនកន្លែងហ្មងឥឡូវណា4 5សាខាដែរហើយ4 5សាខាបាទហើយច្រើនសាខាចុះមិនគ្រប់គ្រងបុគ្គលិកលុយកាក់ចំណាយចំណូលអីមិនពិបាកហើយចុះឯណាកល្យានអូកល្យានខ្ញុំបានប្រាប់នាងរួចហើយអូពីបាលพี่จ๊ะនេះតាពួកឯងហៅគ្នាមកមានការអីទៅគឺវិបលជាអ្នកហៅគ្នាមកដែរនឹងសួរគាត់ទៅមានការអីទៅវិបលរឿងនេះដូចពួកឯងបានឮហើយថាយើងធ្វើការនៅទីនេះអស់រយៈពេលជាច្រើនខែច្រើនឆ្នាំហើយប៉ុន្តែរឿងប្រាក់បៀវត្សវិញគឺมันបានឡើងសោះខ្ញុំហៅពួកឯងទាំងអស់គ្នាមកពិភាក្សារឿងនេះណាខ្ញុំកំត្រកំណត់វិបាលនិយាយត្រូវណាស់ពួកយើងធ្វើការរាល់ថ្ងៃនេះលើកម្លាំងព្រឹកថ្ងៃត្រង់ល្ងាចណែសាកាត់ទៅមើលបុគ្គលិកចំនួនច្រើនណាស់គាត់បញ្ជូនទៅសាខាផ្សេងពួកយើងធ្វើបែបនេះលើកម្លាំងរបស់ពួកយើងហើយណាអញកាត់យ៉ាងម៉េចដែរខ្ញុំមិនយល់ស្របជាមួយពួកឯងទេបើសិនជាពួកយើងទៅសុំដំឡើងប្រាក់ខែគឺដូចជាយើងសុំលាឈប់ពីការងារអញ្ចឹងលោកថកែនោះកំរិះណាស់100%គាត់ប្រកាសជាមិនដំឡើងប្រាក់ខែឲ្យពួកយើងទេតែខ្ញុំគិតថាបើយើងនៅតែបន្តការងារបែបនេះទៀតតើយើងនឹងមានលទ្ធភាពឯណារកផ្ទះនៅនឹងគេទៅបាត់មែនហើយបើសិនជាយើងទៅសុំតែម្នាក់ឯងគឺមិនកើតទេតើតែពួកយើងនេះមានគ្នាទៅទាំងអស់គ្នានិយាយទាំងអស់គ្នាទើបគាត់យល់ព្រមត្រូវហើយកល្យានហើយពិសិដ្ឋយល់យ៉ាងម៉េចដែរមិនអីទេបើសិនជាឯងនិយាយអញ្ចឹងតែហើយគ្នាក៏ចូលរួមដែរអញ្ចឹងពួកយើងសហការគ្នារកថ្ងៃណាដែលល្អដើម្បីទៅជួបលោកតកែដើម្បីសុំដំឡើងប្រាក់ខែទាំងអស់គ្នាតែម្ដងពេលចាស់លោកពោថាចង្កាមួយបាច់គេកាច់មិនបាក់បើយើងតែម្នាក់គេបំបាក់បានណាស៊ូត្រូវហើយដោយពាក្យមួយថាទីណាមានការជិះជាន់ទីនោះមានការរើបំរាស់បាត់មែនហើយឯងកុំចង់ញោមលោកថាកែពេកប៉ុន្តែយើងចង់ឲ្យពួកឯងសាច់ចាជាមួយយើងរឿងមួយបើសិនជាលោកថកែនោះគាត់មិនព្រមដំឡើងប្រាក់ខែឲ្យយើងទេយើងត្រូវតែចាក់ចេញពីកន្លែងនេះទាំងអស់គ្នាតើឯងយល់ព្រមទេខ្ញុំយល់ព្រមអូខេលោកបងកើតចថៃនោះ
លោកតាខែ លោកតកែ អឺ លោកតាកែ អើយ ពួកយើងទាំង3នាក់មានរឿងចង់និយាយជាមួយនឹងលោកតាកែបន្តិចបានទេ អរេនៅធ្វើងឯអូហ្នឹងទៅចាំនិយាយមេដឹងហើយថាចង់និយាយរឿងអីរឿងប្រាក់ខែហ្នឹងទៅមកលក់ដូរទៅសិនទៅ បាទអញ្ចឹងចាំពេលក្រោយក៏បាន ពេលល្ងាច បាទអញ្ចឹងចាំពេលល្ងាចក៏បានដែរលោកតាកែ ដឹងហើយអូយ តាពួកយើង ទៅដូចរឿងការសម័យ90អញ្ចឹងអញហ៎